សូមជម្រាបជូននៅស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជានៅយោធាភូមិភាគទី4ក្នុងភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបនាថ្ងៃទី24ខែធ្នូឆ្នាំ2025ម៉ោង11នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TX ទម្លាក់ចំនួន4គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបស្ថានភាពនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ខណៈនៅតាមទីតាំងមួយចំនួនក្នុងយោធាភូមិភាគទី4យោធាថៃនៅបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាននិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចសកម្មភាពខាងលើជាការវាយប្រហារដ៏កម្រោលដោយមិនរកគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ